តើបងប្អូនដឹងដែរឬទេថានៅទឹកដីនៃក្រុងស៊ីអានប្រទេសចិនគឺមានកងទ័ពជាង 8000 នាក់ឈរយាមកាមនៅក្នុងភាពងងឹតទាំងអស់រយៈពេលជាង 2200 ឆ្នាំបងប្អូនយូរមែនទែនបងប្អូនបាទដោយមិនដែលព្រិចភ្នែកសូម្បីតែម្ដងពួកគេមិនមែនជាមនុស្សរស់ទេប៉ុន្តែមុខមាត់អ្នកម្នាក់ខុសគ្នាដាច់ហាក់ដូចជាវិញ្ញាណក្ខន្ធសន្ធិដ្ឋនៅខាងក្នុងអញ្ចឹងអូបងប្អូនបាទនេះគឺទស្សនវិជ្ជានៅក្នុងឆាងអានហើយរូបចម្បាំងដីឥដ្ឋបងប្អូនបាទគឺមានមនុស្សចំនួន 8000 នាក់គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនលោកបងប្អូនបាទនេះតើវាអាចទៅរួចដែរឬទេកាលពី 2000 ឆ្នាំមុនមានបច្ចេកវិទ្យាស្រោបលោហៈការពារច្រេះដែលពិភពលោកទំនើបយើងទៅតែរកឃើញនៅទសវត្សរ៍ទី 20 នេះបងប្អូនបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាបាទគណៈពេលនេះគឺខ្ញុំបានមកដល់លេងទីក្រុងឆាងអានហើយអ្វីដែលសំខាន់នោះគឺយើងគោលដៅរបស់យើងគឺយើងចង់បន្ថតនៅទស្សនវិជ្ជាអ្នកចម្បាំងដីឥដ្ឋដែលហៅថាធ្នូអន្តរជាតិឈិញណាបងប្អូនបាទហើយលើថាទីនោះគឺមានទស្សនវិជ្ជាគឺសស្អាតខ្លាំងមែនទែននៅខាងក្រោយខ្នងខ្ញុំបាទនេះគឺជាធ្នូអន្តរជាតិឈិញហើយនឹងអ្នកចម្បាំងដីឥដ្ឋហើយទីទៀតខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទស្សនាទស្សនវិជ្ជានៅជុំវិញទាំងអស់គ្នាចង់ដឹងថាវាសស្អាតប៉ុណ្ណាហើយការកសាងនោះពិតជាវាថាវាខ្លាំងវាស្អាតប៉ុណ្ណាយើងស្របទៅលើគេផុសអញ្ចឹងណាលប់លើតែគេផុសវីដេអូថាវាស្អាតអីក៏ពិតមែនប៉ុន្តែយើងទៅបានចូលទៅមើលទៅទៀតក្នុងអារម្មណ៍ពុកម៉ែបងប្អូនចូលមើលទាំងអស់គ្នាតោះឥឡូវទៅទៀតខាងក្រោយខ្នងខ្ញុំបាននេះគឺយើងមកដល់ធ្នូអ្នកចម្បាំងអត់ទេពុកម៉ែបងប្អូនបាទបងប្អូនមើលទៅវ៉ាវស្អាតមែនទែនបងប្អូនបាទហើយទៅទៀតខ្ញុំនឹងថតទស្សនវិជ្ជាមកជុំនេះហើយរៀបរាប់អំពីប្រវត្តិសាស្ត្រត្រួសនៅទីនេះដើម្បីចែកជូនពុកម៉ែបងប្អូនបានទស្សនាថាតើទីនេះវាកើតឡើងដោយសារអ្វីមានអាយុកាលប្រហែលឆ្នាំហើយមានអីខ្លះនៅទីនេះខ្ញុំរៀបរាប់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវ let's go ជាមួយខ្ញុំបាទនេះគេហៅថាអ្នកចម្បាំងដីឥដ្ឋឬគេហៅថា Terracotta Army វាគឺជាផ្នែកមួយដ៏អស្ចារ្យបំផុតនៃធ្នូរបស់អន្តរជាតិឈិងស៊ីហ្វួងដែលជាស្ដេចបង្រួបបង្រួមទឹកដីរបស់ចិនដំបូងគេបង្អស់បងប្អូនឃើញនេះបាទអូគឺកប់ជាជួរតែម្ដងបងប្អូនបាទ cool មែនទែនគាត់មកដល់នេះមានអារម្មណ៍ទៅព្រឹកសបល់អញ្ចឹងបងប្អូនបាទគាត់អារម្មណ៍ទៅព្រឹកសបល់តែម្ដង Oh my god ហើយនេះជាចំណុចសំខាន់ដែលអ្នកគួរដឹងអំពីបេតិកភណ្ឌពិភពលោកមួយនេះទី1តកតនឹងប្រវត្តិសាស្ត្រទីនេះគឺវាមានទីតាំងស្ថិតនៅក្រុងស៊ីអានប្រទេសចិនបាទខេត្តសានស៊ីប្រទេសចិនតែម្ដងហើយសម្រាប់ការបដិឆេទគឺត្រូវបានសាងសង់ឡើងជាង 2200 ឆ្នាំ Wow my god បងប្អូនយូរមែនទែនតាំងពី 2200 ឆ្នាំមុនមកម្លេះបាទប្រហែលជាឆ្នាំ210ដល់ឆ្នាំ209មុនគ្រិស្តសករាជ Oh my god ហើយសម្រាប់ការរកឃើញវាត្រូវបានរកឃើញដោយចៃដន្យដោយក្រុមកសិករជីកអណ្ដូងនៅឆ្នាំ 1974 តែពិតវាមាននៅក្នុងដីវាឡើងអស់រយៈពេលជាង 2000 ឆ្នាំទេបងប្អូនបាទប៉ុន្តែដោយសារការរកឃើញនេះគឺទៅតែរកឃើញថ្មីនេះទេដោយកសិករណាបងប្អូនបាទដោយកសិករបានរកឃើញនៅឆ្នាំ 1974 យើងនេះថ្មីនេះដែរទេអញ្ចឹងបងប្អូនបាទហើយសម្រាប់លក្ខណៈពិសេសនៃរូបចម្បាំងនេះបងប្អូនបាទអ្នកចម្បាំងទាំងនេះមិនមែនធ្វើឡើងដើម្បីតែលម្អទេប៉ុន្តែគឺដើម្បីការពារអធិរាជនៅក្នុងលោកខាងមុខហើយនេះគឺចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បាទគេប៉ាន់ស្មានថាមានរូបចម្បាំងជាង 8000 រូបបងប្អូនបាទដូចឃើញអញ្ចឹងបាទវាមានរទេះសេះ 130 មានសេះចម្បាំង 670 ក្បាល Oh my god ច្រើនមែនទែនបងប្អូនបាទហើយបើយើងនិយាយពីមុខមាត់វិញគឺខុសគ្នាតែម្ដងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺរូបចម្បាំងនីមួយៗហ្នឹងគឺមានទម្រង់មុខមាត់ម៉ូតសក់និងកាយវិការខុសគ្នាទាំងអស់តែម្ដងហាក់ដូចជាគេយកគំនូរតាមរូបមនុស្សពិតអញ្ចឹងបងប្អូនបាទ Oh my god បាទអីមែនទែនហើយសម្រាប់គ្រឿងអាវុធពិតកាលពីមុនរូបទាំងនេះកាន់អាវុធពិតបងប្អូនបាទដូចជាដាវលំពេងនិងស្នាប៉ុន្តែភាគច្រើនត្រូវបានគេលួចឬពុកផុយអស់រយៈពេលទៅតាមពេលវេលាដែរអញ្ចឹងពុកម៉ែបងប្អូនបាទហើយសម្រាប់អថាកំបាំងនៃធ្នូអន្តរជាតិឈិងស៊ីហ្វួងនេះបើទោះបីជាយើងឃើញអ្នកចម្បាំងដែលឥតរាប់ពាន់ក៏ដោយប៉ុន្តែធ្នូពិតប្រកបរបស់ស្ដេចឈិងនៅមិនទាន់ត្រូវបានគេជីកកកាសនៅឡើយទេដោយសារទីមួយគេការពារបច្ចេកទេសគេបារម្ភថាការបើកធ្នូអាចធ្វើឲ្យមានវត្ថុបរាណខូចខាតនិងផលប៉ះពាល់ដល់អាកាសធាតុអីអញ្ចឹងពុកម៉ែបងប្អូនបាទ Oh my god បងប្អូនបាទអូនេះបងប្អូនរូបជាង 8000
8,000 អ្នកបងប្អូនបាទប៉ុន្តែមុខគេខុសៗគ្នាទាំងអស់បាទមុខគេគឺខុសៗគ្នាទាំងអស់តែម្ដងបងប្អូនបាទអូ my god លយមែនបងប្អូនបាទនេះគឺជាសមិទ្ធផលអស្ចារ្យមួយរបស់ប្រទេសចិនក្រុងស៊ីអានបងប្អូនបាទហើយកាលពីដើមឡើយរូបចម្បាំងទាំងនេះមានពណ៌ស្រស់ឆើតឆាយបងប្អូនបាទមានក្រហមមានខៀវមានលឿងប៉ុន្តែនៅពេលដែលគេជីកយកវាឡើងមកវាប៉ះនឹងអុកស៊ីសែនពណ៌ទាំងនោះក៏ត្រូវបានរបៀបថាវាសាបវាសាក់ពណ៌អស់អញ្ចឹងខ្លះបងប្អូនបាទអូ my god បងប្អូននេះហើយទីនេះគេឲ្យយើងឈរមើលតែពីក្រៅទេបងប្អូនហើយបាទគេអត់ឲ្យយើងចូលទៅដល់ក្នុងហ្នឹងទេបើមិនជាចូលដល់ក្នុងហ្នឹងដូចជាគេមានជាស្អីឆ្លោះមើលដល់ក្នុងហ្នឹងតែត្រូវបង់លុយបន្ថែមអញ្ចឹងបងប្អូនបាទប៉ុន្តែអត់បានទួនាំគេបន្ថែមទៀតទេបាទហើយបើយើងនិយាយបច្ចេកទេសនៃការសាងសង់វិញមករូបចម្លាក់បុរាណនេះមិនបានប្រើពុំដើម្បីចាក់រូបទាំងមូលនោះទេបងប្អូនបាទប៉ុន្តែគេប្រើវិធីសាស្ត្រផ្គុំវាថាផ្គុំគ្រឿងបន្លាស់បងប្អូនបាទអូសាហាវមែនទែនបងប្អូនបាទការផលិតតាមផ្នែកគេបែងចែកជាផ្នែកដូចជាជើងដងខ្លួនដៃនិងក្បាលហើយផ្នែកមួយត្រូវបានគេធ្វើឡើងដាច់ដោយឡែកពីគ្នារួចយកមកផ្គុំបញ្ចូលគ្នាវ៉ាវ my god បងប្អូនបាទអេមែនទែនបងប្អូនបាទហើយនេះគឺរូបមេតបធំបងប្អូននេះគេដាក់តាំងអ្នកឯងគេតម្កល់មើលបងប្អូនមកឲ្យជនជាតិចិនមកដល់ទីនេះគឺអូគេនាំគ្នាថតមែនទែនបងប្អូនបាទហើយពីច្រើនខ្ញុំទៅដល់ទីនេះប្លែកមែនទែនបងប្អូនសម្រាប់ទេសចរនៅក្នុងប្រទេសចិនគឺភាគច្រើនតែគេហៅទៅទេសចរក្នុងស្រុកបងប្អូនបាទទេសចរស្រុកច្រើនមែនទែនបាទអត់សូវឃើញមានបរទេសទេអូបាទប្រទេសគេគឺគេដើរលេងអូមុខមេតបឌឺមែនទែនបងប្អូននេះមុខហ្នឹងសមមេតបខ្លាំងគេពុកម៉ែបងប្អូនបាទសមមេតបខ្លាំងរបស់គេនេះហើយគេមកដល់គេនាំគ្នាថតចោមរោមតែយើងមិនសូវដឹងថាមេតបនឹងប្រវត្តិយ៉ាងណាដែរទេពុកម៉ែបងប្អូនបាទឃើញគេថតក៏ថតតាមគេដែរអញ្ចឹងទៅបងប្អូនបាទប៉ុន្តែស្អាតបាទគេស្អាតមែនទែនបងប្អូនបាទនេះខ្លាយជាសារមន្ទីរនេះខ្លាយជាបេតិសម្បត្តិបេតិកភណ្ឌដែរពុកម៉ែបងប្អូនមករូបមេតបគេអូមកពុកមាត់ដូចមើលខួនមើលងួនអញ្ចឹងហ្នឹងអូ my god បាទហើយនេះកន្លែងស្នូកន្លែងអីហ្នឹងគឺគេបាទកន្លែងរបៀបថាដូចជាឆ្អឹងដូចជាអីនោះហ្នឹងបាទបងប្អូនអ្នកគ្នាឥឡូវវីដេអូបាទរបស់យើងគឺបានដល់ទីបញ្ចប់ហើយក្រោយបានទស្សនាទស្សនវិជ្ជាបាទអ្នកចម្បាំងដែលឥតមកជុំវិញពិតខ្លួនសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាអស្ចារ្យខ្លាំងមែនទែនបងប្អូនបាទអស្ចារ្យខ្លាំងមែនទែនហើយខ្ញុំបានថតវីដេអូដើម្បីចែកជូនដល់បងប្អូនបងប្អូនពេញចិត្តនៅវីដេអូគឺកុំភ្លេចជួយចុច like ចុច comment ចុច share ម្នាក់មួយផងបងប្អូនបាទជួបគ្នានៅវីដេអូបន្តទៀតបងប្អូនអរគុណបាយបាយជំរាបលាជូនពរសុខភាពល្អធ្វើដំណើរប្រកបដោយសេចក្តីសុខនិងសេចក្តីចម្រើនបាយ